តាំងពីបានជួបរូបស្រស់នេះមកមានអាយុកាលជាង43ឆ្នាំក្រោមលោកសន្តិភាពដែលរកបានដោយកម្ររបស់ស្ថាបនិកនយោបាយឈ្នះឈ្នះគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឧត្តមភាពសង្គមសេដ្ឋកិច្ចនិងវឌ្ឍនភាពលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្នយ៉ាងឆាប់រហ័សក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ម៉ឺងម៉ាត់ម៉ត់ចត់មានចក្ខុវិស័យច្បាស់លាស់របស់នាយករដ្ឋមន្ត្រីថ្មីដែលពោរពេញដោយធម៌ពលខ្លាំងក្លាមោះមុតគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់ជាសាលាមួយសម្ងំខ្លួនពួនអាត្មានៅក្នុងឧទ្យានបូរាណដ្ឋានទេសចរប្រវត្តិសាស្ត្រដ៏ល្បីល្បាញទូទាំងសកលលោកជាអង្គភាពតូចច្រឡឹងប្រឹងលូតលាស់ដែលបានឆ្លងកាត់ការដឹកនាំគ្រប់គ្រងរបស់នាយកសាលា7ជំនាន់ជាថ្នាក់បណ្ដុះបណ្ដាលដែលធ្លាប់បានកសាងធនធានមនុស្សប្រកបដោយមូលធនមនុស្សច្រើនអនេកនិងទទួលបានភាពជោគជ័យក្នុងវិស័យអប់រំជាបន្តកន្លងមកនោះគឺសាលាបឋមសិក្សាក្រវ៉ាន់ដែលមានទីតាំងស្ថិតនៅភូមិក្រវ៉ាន់សង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាបបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅគោលនយោបាយរបស់ក្រសួងអប់រំយុវជននិងកីឡាដោយបានផ្តល់សេវាអប់រំជូនអ្នកសិក្សានិងអ្នកពាក់ព័ន្ធបានយ៉ាងល្អក្នុងដំណើរការនៃការខិតខំប្រឹងប្រែងតស៊ូព្យាយាមឥតឈប់ឈរទាំងតួអង្គខាងក្នុងនិងខាងក្រៅសម្ដៅសម្រាប់ចក្ខុវិស័យរួមឲ្យបានជាសាលាមួយដែលមានការទទួលស្គាល់ទាំងផ្នែកគុណភាពសិក្សានិងសោភ័ណភាពសិក្សាពីគ្រប់មជ្ឈដ្ឋានក្រោមការដឹកនាំរបស់នាយកសាលាផ្សារភ្ជាប់ជាមួយនឹងការធ្វើទំនាក់ទំនងល្អយ៉ាងប៉ិនប្រសប់ដោយភាពម៉ឺងម៉ាត់ម៉ត់ចត់ច្បាស់លាស់ត្រឹមត្រូវនាពេលបច្ចុប្បន្ននិងមានការគ្រប់គ្រងយ៉ាងសកម្មពីអាជ្ញាធរដែនដីមូលដ្ឋានកកសកកថសហគមន៍និងស្ថាប័នអប់រំគ្រប់លំដាប់ថ្នាក់ព្រមទាំងការចូលរួមឧបត្ថម្ភគ្រប់គ្រងពីសប្បុរសជនជាតិនិងអន្តរជាតិពីទីជិតទីឆ្ងាយបានត្រួសត្រាយផ្លូវសាលាបឋមសិក្សាក្រវ៉ាន់បានសម្រេចនៅសមិទ្ធផលថ្មីកំពុងអនុវត្តសកម្មភាពល្អៗជាច្រើនសម្រាប់ជាឧត្តមប្រយោជន៍ដ៏ថ្លៃថ្លាដល់កុមារនិងក្រុមគ្រួសាររបស់ពួកគេនៅក្នុងសហគមន៍ទាំងមូលយើងខ្ញុំជាសមាជិកនៃគ្រួសារសាលារៀនមួយនេះមានមោទនភាពប្រកបដោយស្នាមញញឹមសង្ឃឹមយ៉ាងច្បាស់និងប្រកបដោយសុទិដ្ឋិនិយមថាសាលារៀនយើងខ្ញុំនៅតែផ្ដុំគំនិតផ្ចិតរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងអប់រំយុវជននិងកីឡាបដិញ្ញាបន្តផ្តល់សេវាសាធារណៈបានយ៉ាងល្អជាបន្តទៅទៀតក្នុងវិស័យអប់រំយើងខ្ញុំសូមលំអរកាយថ្វាយបង្គំអរព្រះគុណនិងសូមគោរពថ្លែងអំណរគុណដល់ទឹកចិត្តមហាសប្បុរសរបស់បដិជគុណគ្រប់ព្រះអង្គសប្បុរសជនជាតិនិងអន្តរជាតិនៅទីជិតទីឆ្ងាយដែលបានបអង្គកាយចំណាយបរិច្ចាគធនធានសម្ភារៈនិងថវិកាដល់សាលារៀនយើងខ្ញុំសូមថ្វាយបង្គំប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គនិងសូមគោរពជូនពរមហាសប្បុរសជនទាំងអស់ឧបាសកឧបាសិកាលោកយាយលោកតាដោយសេចក្តីជ្រះថ្លាសូមទទួលបានសេចក្តីសុខសេចក្តីចម្រើនព្រមទាំងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ